បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះខ្ញុំនឹងលើកប្រធានបទតាក់ទងនឹងអំពើល្អហើយតាក់ទងនឹងអំពើល្អនេះគឺយើងបាននិយាយពីវគ្គមុនចឹងថាអំពើល្អវាអាចយើងថាមានក្នុងការដែលយើងអាចធ្វើល្អចំពោះនរណាម្នាក់ឬក៏យើងសាងអីដែលល្អទៅជួយអ្នកដទៃឬក៏យើងអាចនឹងធ្វើអ្វីជាប្រយោជន៍ដើម្បីជួយដល់សង្គមឬដល់ប្រទេសជាតិយើងដែលយើងកំពុងតែរស់នៅឲ្យមានភាពសម្បូរសប្បាយរីកចម្រើនអីចឹងទៅធ្វើខ្លួនយើងក៏មានអារម្មណ៍សប្បាយចិត្តក្នុងការដែលរស់នៅយើងចេះចែកម្លែកអ្នកដទៃផ្ដល់ក្តីស្រឡាញ់ឲ្យអ្នកដទៃជារឿងមួយដែលធំបំផុតហើយចឹងទៅតើតើក្នុងអំពើល្អនេះគឺខ្ញុំគិតថាយើងទាំងអស់គ្នាគឺយើងអាចធ្វើបានទាំងអស់គ្នាមិនថាបងប្អូនជាអ្នកក្រអ្នកមធ្យមឬក៏អ្នកមានអីទេចឹងទៅយើងគិតថាតើតើក្នុងការដែលធ្វើអំពើល្អសាងអីដែលល្អហ្នឹងដូចជាវាមិនពិបាកធ្វើសម្រាប់បងប្អូននេះគាត់ថាបងប្អូនអាចនឹងអាចថាយើងធ្វើទៅតាមលទ្ធភាពយើងឬក៏យើងទៅធ្វើតាមសមត្ថភាពដែលយើងមានហើយយើងក៏ចេះប្រែផ្ដាំទៅកូនចៅយើងនឹងឲ្យដើរទៅលើផ្លូវល្អជាងដើរសាងអាក្រក់សាងបាបកម្មឬក៏ធ្វើអីដែលវាខុសឆ្គងទៅសង្គមដែលគាត់កំពុងស្អប់ខ្ពើមនៅទង្វើដែលយើងធ្វើអាក្រក់ហ្នឹងអញ្ចឹងខ្ញុំគិតថាតើតើអំពើល្អនេះគឺខ្ញុំមានអារម្មណ៍ថាសូម្បីតែខ្ញុំអ្នកនិយាយនេះក៏ខ្ញុំមានអារម្មណ៍សប្បាយចិត្តហើយក៏យើងនឹកឃើញពីអ្វីពីក្មេងដែលម្ដាយឪពុកយើងណែនាំជីដូនជីតាដែលយើងគាត់បានប្រាប់យើងថាចៅឯងកុំធ្វើអាក្រក់ឬក៏កុំសាងបាបកម្មសាងអាក្រក់អីចឹងទៅវាធ្វើឲ្យខ្លួនយើងក៏មានបាបកម្មអីចឹងទៅនឹងគឺជាការដាស់តឿនពីជីដូនអីចឹងទៅហើយចឹងទៅក៏យើងមានឪពុកម្ដាយយើងក្នុងការណែនាំឲ្យយើងនឹងដើរទៅលើផ្លូវល្អជាងដើរសាងបាបកម្មសាងអាក្រក់ទៅលើអ្នកដទៃអញ្ចឹងទៅខ្ញុំគិតថាធានបទមួយនេះគឺក៏ពិតយើងទាំងអស់គ្នាយើងដឹងហើយថាមនុស្សយើងដែលពេលដែលយើងសាងល្អគឺវាមានតម្លៃសម្រាប់យើងផងដែរហើយក៏យើងបានសាងបុណ្យកុសលឬក៏យើងអាចជួយទៅលើអ្នកដទៃបានឬក៏មិនថាជួយអ្នកដទៃសូម្បីជួយគ្រួសារយើងក៏វាមានតម្លៃសម្រាប់យើងដែរនឹងជារឿងមួយដែលខ្ញុំគិតថាយើងទាំងអស់គ្នាយើងគួរតែត្រូវតែធ្វើហើយក៏យើងទាំងអស់គ្នាកើតមកជាមនុស្សទាំងអស់គ្នាយើងមានសិទ្ធិសេរីភាពក្នុងការដែលយើងអាចនឹងធ្វើល្អបានហើយយើងជៀសនឹងការដែលធ្វើអំពើអាក្រក់សាងបាបកម្មសាងអីផ្សេងគឺរឿងមួយដែលអត់ល្អអញ្ចឹងទៅខ្ញុំបានលើកប្រធានបទនេះហើយក៏ខ្ញុំមានវគ្គមុនក៏យើងនិយាយពីតទៅនឹងអំពើល្អជាច្រើនដែលយើងតែងតែនឹកឃើញអ្វីដែលល្អចំពោះឪពុកម្ដាយចំពោះអ្នកដែលជាបងប្អូនសាច់ញាតិឬក៏អ្នកដែលបានរួមដំណើរជីវិតគ្រាដោយសាងអំពើល្អឬក៏យើងអាចនិយាយបានថាយើងអាចធ្វើអំពើល្អជាមួយនឹងមិត្តភ័ក្តិឬក៏អ្នកដែលធ្វើការរួមគ្នាឬក៏អ្នកដែលធ្វើការរកស៊ីជួបជុំគ្នាដែលរឿងល្អអញ្ចឹងជារឿងមួយដែលសំខាន់បំផុតដែលយើងគួរតែធ្វើអញ្ចឹងទៅខ្ញុំគិតថានៅក្នុងវិស័យណាមួយក៏ដោយក៏យើងគិតថានៅក្នុងប្រទេសឬទៅទីកន្លែងណាមួយក៏ដោយយើងបានរស់នៅនឹងគឺសំខាន់បំផុតក្នុងនាមយើងជាមនុស្សដូចគ្នាយើងអាចនឹងចេះជួយគ្នាចេះចែកម្លែកគ្នាឬក៏យើងសាងអីល្អជាមួយគ្នាដោយការរស់នៅដោយមានភាពសម្បូរសប្បាយមានសុភមង្គលឬក៏យើងបានចេះជួយអ្នកដទៃហ្នឹងជារឿងមួយដែលយើងមើលឃើញពីតម្លៃមនុស្សទាំងអស់គ្នាមិនថាខ្ញុំមិនថាបងប្អូនឬក៏អ្នកបានស្ដាប់ទាំងអស់ទេគឺយើងគិតថាទៅតអំពើល្អនេះគឺយើងអត់ពិបាកនឹងធ្វើក៏យើងមិនពិបាកនឹងដែរយើងអាចចេះជួយគ្នាយើងមិនអាចថាយើងគាត់ធ្វើអំពើល្អតែវាខុសឆ្គងរងទៅចំណុចណាអញ្ចឹងអំពើល្អខ្ញុំមើលឃើញថាសូម្បីយើងហុច100 200ទៅឲ្យអ្នកសំទានឬក៏អ្នកដែលជាប់នៅកំពុងតែខ្វះខាតត្រូវការយើងជួយហ្នឹងក៏វាមានតម្លៃឬក៏យើងបានជួយអ្នកដែលគាត់នៅជុំវិញពិភពលោកដែលគាត់កំពុងរងទុក្ខរងគ្រោះថ្នាក់អីផ្សេងអីចឹងទៅគាត់តែមានតម្លៃទៀតឬក៏យើងអាចនឹងបរិច្ចាគនៅការដែលយើងបានរកចំណូលពីការដែលយើងធ្វើការថ្ងៃឬក៏យើងហៅស៊ីថ្ងៃឬក៏យើងធ្វើអីមួយដែលបានលុយមកគឺយើងចេះធ្វើបុណ្យធ្វើទានខ្លះទៅគឺជារឿងមួយដែលវាល្អហើយខ្ញុំក៏តែងតែគោរពចំពោះបុគ្គលដែលល្អកើតមកមិនថាអ្នកក្រអ្នកមានអ្នកមធ្យមទេគាត់បានសាងអំពើល្អចឹងទៅក្នុងនាមខ្ញុំជាមនុស្សដូចគ្នាខ្ញុំតែងតែនឹករលឹកដល់
ពួកគាត់ដែលគាត់មានកូនមានចិត្តធម៌ចិត្តមេត្តាសម្រាប់អ្នកដែលគាត់មានកំពុងតែជួបនឹងបញ្ហាជីវភាពខ្វះខាតជួបនឹងបញ្ហាលំបាកជួបនឹងវិបត្តិអីផ្សេងឬក៏ជួបនឹងបញ្ហាអីផ្សេងអញ្ចឹងមានអ្នកដែលគាត់ស្គាល់អ្នកដែលគាត់ចេះជួយចែកម្លែកនៅអ្វីដែលគាត់កំពុងតែជួបហើយក៏គាត់បានជួយរកដំណោះស្រាយទៅឲ្យអ្នកដែលកំពុងតែជួបនៅបញ្ហាទាំងអស់ហ្នឹងគឺវាជារឿងមួយដែលសំខាន់បំផុតដែលយើងមើលឃើញពីតម្លៃមនុស្សចឹងហើយតម្លៃមនុស្សហ្នឹងគឺខ្ញុំនិយាយបានថាវាមានអត្ថន័យធំធេងសម្រាប់យើងដោយសារតែយើងបានសាងអំពើល្អហ្នឹងឯងដែលយើងអាចនិយាយបានថាយើងជៀសនៅអំពើអាក្រក់ឬក៏សាងបាបកម្មបំផ្លិចបំផ្លាញជីវិតគេឬក៏យើងអាចថាយើងធ្វើរឿងអាក្រក់មួយចំនួនដែលយើងដោយសារមានភាពលុបលុននៅក្នុងខ្លួនឬក៏យើងអាចថាយើងមានភាពចំណានឈ្នានីសគ្នាអីផ្សេងព្រោះតែដើម្បីតែភាពលុបលុនមិនដាចង់បានលុយចង់បានទ្រព្យសម្បត្តិក្រៅខ្លួនអីចឹងទៅព្យាយាមកាប់បំផ្លាញជីវិតគ្នាឬក៏យើងអាចថាយើងបំពេញគ្នាដោយប្រការអីផ្សេងឬក៏សាងបាបកម្មអីផ្សេងអញ្ចឹងយើងគិតថាវាមានអារម្មណ៍ថាយើងមានអារម្មណ៍ស្ដាយចំនួនពួកអ្នកគាត់ដែលធ្វើរឿងអាក្រក់ទាំងអស់ហ្នឹងហើយបើសិនជាពួកគាត់នឹងអាចកែបានក៏យើងនឹងត្រេកអរនឹងការដែលយើងទទួលយកមនុស្សដែលគាត់អាចដើរមកលើផ្លូវល្អវិញដែរយើងមិនមែនថាក្នុងនាមយើងជាមនុស្សយើងមើលឃើញខុសហើយយើងនៅបន្តនៅរឿងខុសនឹងតទៅទៀតទេអញ្ចឹងទៅយើងរឿងខុសគឺយើងចេះរៀនកែប្រែមកវិញហើយយើងរៀនដើរទៅរកផ្លូវល្អអញ្ចឹងទៅខ្ញុំគិតថាក្នុងនាមខ្ញុំជាមនុស្សដូចគ្នាហើយខ្ញុំក៏អាចបាននិយាយបានថាខ្ញុំរស់នៅក្នុងសម័យកាលនេះគឺយើងមើលឃើញពីភាពដែលអត់ល្អពីដែលមនុស្សដែលសាងអាក្រក់សាងបាបកម្មមួយចំនួនអញ្ចឹងទៅខ្ញុំគិតថាជឿមួយដែលខ្ញុំចែកម្លែកជាការដែលខ្ញុំយល់ឃើញខ្ញុំបានចែកម្លែកនឹងការដែលយើងបានឆ្លងកាត់នៅដែលមនុស្សសាងអាក្រក់សាងអីអត់ល្អព្រោះតែការមានភាពលុបលុនឬក៏ធ្វើអីមួយដែលស៊ីបោកប្រាស់គ្នាឬក៏សាងបាបកម្មឬក៏លួចឆក់ប្លន់ឬក៏អាចថាល្បិចបំផ្លាញជីវិតគ្នាទៅមកឬក៏សាងបាបកម្មអីផ្សេងដែលយើងមើលមិនឃើញនៅក្នុងការដែលយើងរស់នៅយើងម្នាក់នេះយើងសុំតែមកសុខហើយយើងក៏ដើម្បីគ្រួសារឬក៏យើងដើម្បីមនុស្សតែជាទីស្រឡាញ់ផងយើងព្យាយាមទៅធ្វើការរស់ស៊ីហើយក៏យើងព្យាយាមទៅធ្វើអ្វីដើម្បីឲ្យគ្រួសារហ្នឹងវាល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងទៅខ្ញុំគិតថាបងប្អូនមិនថាខ្ញុំទេសូម្បីតែយើងធ្វើការរាល់ថ្ងៃមានអារម្មណ៍នឿយហត់ចំពោះការងារដែលយើងធ្វើយើងលក់កម្លាំងលក់ពេលវេលាដល់ពេលដែលយើងមកបានលុយយើងមកហ្នឹងក៏វាពិបាកមែនតើហើយចឹងទៅខ្ញុំគិតថាយើងទាំងអស់គ្នាគួរតែយើងរៀននៅការយល់ពីលក្ខណៈនៃមនុស្សដែលយើងស្គាល់លក្ខណៈមនុស្សដែលយើងឃើញនៅអ្វីដែលគាត់កំពុងតែធ្វើខុសយើងព្យាយាមប្រាប់ពួកគាត់ភ្លាមណែនាំពួកគាត់ភ្លាមទៅកុំឲ្យពួកគាត់នឹងព្យាយាមដើរទៅលើណាផ្លូវខុសនឹងឬក៏ការដែលចំណែនឈ្នះគ្នាឬក៏ការដែលមានភាពលុបលុនចង់បានទ្រព្យមិនមែនជារបស់ខ្លួនឬក៏ការដែលមានភាពលុបលុនសាងអាក្រក់សាងបាបកម្មអីចឹងទៅខ្ញុំគិតថាគ្រាន់តែជាការដែលខ្ញុំមើលឃើញពីចំណុចអត់ល្អពីមនុស្សចឹងទៅខ្ញុំគិតថាជាមួយដែលខ្ញុំចែកម្លែកទៅកាន់បងប្អូនហើយអ្នកដែលបានស្ដាប់ហ្នឹងក៏យល់ថាដូចថាខ្ញុំយល់ពីរឿងដែលខ្ញុំបានឃើញឬក៏ខ្ញុំបានថាមនុស្សគឺវាមានចំណុចកំហុសដែលធ្វើរឿងអាក្រក់ឬក៏រឿងបាបកម្មហ្នឹងហើយបានឲ្យពួកគាត់ហ្នឹងសាងកំហុសធំនៅក្នុងមួយជីវិតផងគាត់ដែលសាងបាបកម្មអីហ្នឹងអញ្ចឹងខ្ញុំគិតថាយើងម្នាក់នេះយើងគិតពីមានអារម្មណ៍យើងចង់បានពិតមែនតែយើងក៏មានលក្ខណៈដែលយើងមានបានហើយក៏យើងគិតថាយើងធ្វើអ្វីដោយសុចរិតផងយើងឬក៏យើងអាចថាពីពេលដែលយើងមានបានតែថ្ងៃមុខទៅយើងអាចជួយគេបានយើងព្យាយាមជួយដោយមិនថាជាលុយកាក់ឬក៏ការផ្ដល់កម្លាំងចិត្តអីផ្សេងកុំឲ្យមនុស្សហ្នឹងទៅជួបនៅរឿងដែលពួកយើងនឹងធ្លាប់ធ្វើពីមុនរឿងអីអត់ល្អយើងនៅបន្តតែរឿងអត់ល្អហ្នឹងទៀតធ្វើខ្លួនយើងហ្នឹងនឹងសាងអាក្រក់បន្តទៀតបើសិនជាបងប្អូនដែលកំពុងតែសាងអាក្រក់សាងបាបកម្មហ្នឹងគាត់នឹងគួរតែអាចថាយើងគួរតែនឹងខ្លួននឹងការដែលសាងអាក្រក់ហ្នឹងគឺវាបានផលអាក្រក់មកវិញអញ្ចឹងបងប្អូនគួរតែយល់ពីផលទៅនឹងផលល្អឬក៏សាងអំពើល្អឬក៏សាងអ្វីដែលល្អជួយទៅកាន់មនុស្សឲ្យបានច្រើនជាជាងដែលយើងសាងអាក្រក់អញ្ចឹងណាខ្ញុំដឹងថាពេលខ្លះអ្នកខ្លះក៏មានភាពលុបលុននៅពេលដែលគាត់គាត់ថាយើងចង់បាននៅពេលដែលយើងចង់ឲ្យគ្រួសាររួចផុតពីភាពក្រីក្រក្នុងកលៈទេសៈណាមួយឬក៏សម័យកាលដែលគាត់រស់នោះគឺវាត្រូវការបែបហ្នឹងដល់ពេលដែលយើងគិតថាយើងមានបានហើយយើងគួរតែរៀនសាងអំពើល្អសាងអ្វីដែលល្អហ្នឹងជួយតែអ្នកដទៃបានយើងព្យាយាមជួយគេខ្លះទៅដោយសារតែ
ម្នាក់ៗគឺយើងត្រូវការរស់ទាំងអស់គ្នាហើយយើងព្យាយាមចែករំលែកគ្នាឬក៏យើងចេះណែនាំគ្នាយើងចេះកែតម្រូវគ្នាដើម្បីឲ្យពួកគាត់នៅជំនាន់ក្រោយយើងហ្នឹងគាត់ឲ្យនឹងយល់ពីតម្លៃនៃមនុស្សហើយក៏ស្គាល់ពីគុណធម៌ក្នុងការដែលយើងរស់នៅយើងមិនមែនជាការដែលយើងមានភាពលោភលន់យើងតែបំផ្លាញជីវិតគ្នាឬក៏ការដែលច្នៃឈ្នានីគ្នាឬក៏ការដែលចង់បាននេះចង់បាននោះដោយសារតែភាពដែលលោភលន់ឬក៏ភាពដែលចង់បានអ្វីដែលលឹះលុបពេកអញ្ចឹងធ្វើគាត់សាងអំពើអាក្រក់ឬក៏ធ្វើអ្វីដែលអាក្រក់សពបែបយ៉ាងដើម្បីតែលុយទាំងអស់ហ្នឹងអញ្ចឹងទៅខ្ញុំគិតថាហើយយើងធ្វើអ្វីដែលវាល្អមកវិញអញ្ចឹងទៅអំពើល្អហ្នឹងគឺវាមួយដែលសំខាន់ហើយក៏យើងក៏មានតម្លៃជាមនុស្សផងយើងដែលយើងរស់នៅបានមកដល់សប្តាហ៍នេះហើយក៏យើងគិតថាយើងម្នាក់រស់នៅវាមិនដឹងថាយើងអាចងាប់នៅថ្ងៃណាមួយក៏មើលមិនឃើញងាប់នៅថ្ងៃនេះក៏មើលមិនឃើញងាប់នៅថ្ងៃស្អែកក៏មើលមិនឃើញឬក៏ពេលណាមួយដែលយើងមើលអត់ឃើញដែរចឹងតែខ្ញុំគិតថាយើងទាំងអស់គ្នាយើងគួរតែរៀនរស់នៅក្នុងការដែលយើងមានជីវិតរួមការរស់នៅលើផែនដីមួយយើងគួរតែសាងអំពើល្អឲ្យបានច្រើនយើងព្យាយាមចែកម្លែកគេបានច្រើនឬក៏យើងចេះផ្ដល់ក្តីស្រឡាញ់ឲ្យគេហើយយើងក៏អាចនិយាយបានថាយើងនឹងបន្តនៅជីវិតផងយើងដោយអំពើល្អហើយក៏យើងគិតថាមិនប្រកាន់អ្នកមានអ្នកក្រឬអ្នកមធ្យមអីទេគឺយើងព្យាយាមធ្វើអំពើល្អបានច្រើនទៅក៏យើងមានសេចក្តីសប្បាយចិត្តឬក៏ធ្វើឲ្យយើងមានសុភមង្គលសប្បាយទាំងផ្លូវកាយនិងផ្លូវចិត្តផងដែរអញ្ចឹងទៅខ្ញុំគិតថាជាមួយដែលខ្ញុំបានចែកម្លែកទៅកាន់បងប្អូនហើយអ្នកបានស្ដាប់ហ្នឹងក៏មានអារម្មណ៍ថាយើងក៏មានអារម្មណ៍សប្បាយរីករាយនឹងអំពើល្អទាំងដែរដោយសារតែបងប្អូនខ្លះក៏គាត់បានសាងល្អតាំងពីក្មេងឬក៏គាត់មានឪពុកម្ដាយមានការអប់រំអីចឹងទៅគាត់ដើរទៅលើផ្លូវល្អអញ្ចឹងទៅហើយក៏អ្នកខ្លះទៀតក៏មានជីវភាពគ្រួសារដែលពិបាកវេទនាអញ្ចឹងទៅក៏ធ្វើអ្វីដែលខុសដែរធ្វើអ្វីដែលខុសអញ្ចឹងគាត់ក៏ធ្វើប្រពន្ធនៅទង្វើនឹងហើយក៏អាចថាពេលដែលគាត់មានបានអីចឹងទៅគាត់ព្យាយាមកែប្រែខ្លួនគាត់ដើរទៅលើផ្លូវល្អវិញគឺជារឿងមួយដែលល្អបំផុតសម្រាប់យើងគ្រប់គ្នាដោយសារខ្ញុំក៏គាត់ថាសំបីខ្ញុំក៏ខ្ញុំជួបរឿងល្អខ្លះរឿងក្រក់ខ្លះដែលខ្ញុំអាចគិតថាក្នុងជីវិតយើងម្នាក់នេះយើងតែឆ្លងកាត់នៅឆាកជីវិតបែបហ្នឹងហើយខ្ញុំគិតថាបងប្អូនក៏ដូចជាខ្ញុំដែលនៅក្នុងស្ថានភាពក្រីក្រអញ្ចឹងទៅក៏យើងជួបរឿងរ៉ាវបែបហ្នឹងឬក៏អ្នកដែលខិលខូចឬក៏អ្នកដែលសាងវប្បកម្មអីផ្សេងៗហ្នឹងគឺវាមានមនុស្សបែបហ្នឹងនៅក្នុងចំនួនការដែលយើងរស់នៅសម័យកាលមួយអញ្ចឹងទៅខ្ញុំគិតថាសម័យកាលដែលក្រោយហ្នឹងយើងទទួលបានការអប់រំយើងមានចំណេះដឹងបានខ្ពង់អញ្ចឹងទៅយើងជាមនុស្សដែលមានប្រយោជន៍ក្នុងសង្គមដែលយើងរស់នៅឬប្រទេសដែលយើងរស់នៅហ្នឹងយើងធ្វើអំពើល្អឲ្យបានច្រើនហើយយើងក៏នឹងមានភាពរីករាយនៅក្នុងឆាកជីវិតដែលយើងរស់នៅដែរសូម្បីតែការមាក់ងាយគ្នាមើលងាយគ្នាឬក៏ការដែលជាប់ប្រលិចគ្នានៅក្នុងដែលមនុស្សម្នាក់តែងតែមានជួបនៅឧបសគ្គឬក៏បញ្ហាអីផ្សេងជួបនឹងរឿងនៅក្នុងការដែលប្រវត្តិដោះស្រាយឬអីមួយផ្សេងនឹងពិបាកផ្សេងហ្នឹងគឺយើងព្យាយាមជួយលើកទឹកចិត្តពួកគាត់នៅពេលដែលគាត់កំពុងតែជួបវិបត្តិរឿងទាំងអស់ហ្នឹងហើយយើងក៏ព្យាយាមដើរនៅក្នុងវិស័យណាមួយក៏ដោយក៏យើងព្យាយាមចេះចែកម្លែកគ្នាចេះជួយគ្នាឬក៏យើងអាចនិយាយបានថាយើងការដែលផ្ដល់ក្តីស្រឡាញ់ហ្នឹងក៏វាជារឿងមួយដែលធំសម្រាប់យើងទាំងអស់គ្នាហើយក៏យើងសប្បាយរីករាយក្នុងការដែលជួយគេដែរហើយយើងក៏គិតថាអំពើល្អហ្នឹងហើយដែលយើងមានអត្ថន័យដែលក្នុងការដែលយើងរស់នៅក្នុងការដែលយើងមានជីវិតរស់នៅហ្នឹងគឺវាមានន័យនៅក្នុងជីវិតដែលសម្រាប់យើងទាំងអស់គ្នាក្នុងការរស់នៅផងដែរគឺមានតែអំពើល្អហ្នឹងទេដែលធ្វើឲ្យយើងទាំងអស់គ្នាគឺអាចមើលឃើញពីអ្វីដែលពិភពលោកក៏កាន់តែស្រស់ស្អាតមនុស្សដែលរស់នៅក៏វាកាន់តែសម្បូរសប្បាយមានធនធានល្អដែលកើតមកជំនាញពិភពលោកគឺបានជួយទៅកាន់មនុស្សហើយជួយបានអ្នកដែលកំពុងតែមានជីវភាពខ្វះខាតជាងយើងអ្នកជួបតែមានបញ្ហាឬក៏អ្នកជួបនឹងវិបត្តិអីផ្សេងដែលគាត់កំពុងរងទុក្ខអញ្ចឹងណាអញ្ចឹងទៅខ្ញុំក៏មានអារម្មណ៍សប្បាយចិត្តដែរដែលបានសាងអំពើល្អមួយចំនួនដែលយើងបានធ្វើឬក៏កំហុសឆ្គងដែលយើងបានធ្វើខុសក៏យើងសូមអភ័យទោសទៅរាល់កំហុសឆ្គងដែលកើតមានដែរដោយសារតែជីវភាពក្រីក្រគឺយើងត្រូវទទួលរៀនស្គាល់បែបហ្នឹងហើយក៏យើងមិនចង់សាងអាក្រក់អីទេតែធ្វើមកជីវភាពយើងវានៅខ្វះខាតដើម្បីគ្រួសារដើម្បីពុកម្ដាយដើម្បីបងប្អូនអីចឹងទៅយើងព្យាយាមទៅឲ្យស្គាល់នៅអ្វីដែលយើងបានជួបទាំងអស់ហ្នឹងជួបបុគ្គលដែលល្អឬក៏មនុស្សដែលល្អមួយចំនួនដែលតែមានការដែលឆក់បោកគ្នាឬក៏ការដែលកេងប្រវ័ញ្ចឬក៏ការដែលសាបាបកម្មមួយចំនួនចឹងយើងក៏មិនចង់ជួបពួកគាត់ដែរតែធ្វើមកជីវិតយើងវាបានជួបប្រទះទាំងអស់ហ្នឹងហើយក៏
យើងជាបានយើងគួរតែជាហើយយើងក៏អត់ចង់ខាតបង់ពេលវេលាជាមួយពួកគាត់ដែរបើសិនជាមនុស្សណាដែលល្អគឺយើងមានតែអរគុណហើយក៏យើងមានតែលើកដៃរៀមដៃ10ហ្នឹងសូមអរគុណពួកគាត់ដែលបានជួយនៅក្នុងដែលមិនថាខ្ញុំអ្នកដតីទេដែលគាត់បានសាងអំពើល្អហ្នឹងគឺខ្ញុំមានអារម្មណ៍រីករាយជំនួសអ្នកដែលគាត់បានធ្វើល្អចំពោះអ្នកដតីទាំងអស់ហ្នឹងហើយអ្នកដែលបានធ្វើល្អហ្នឹងក៏ខ្ញុំនៅតែអរគុណពួកគាត់ហើយក៏កោតសរសើរពួកគាត់ហើយគាត់នឹងបន្តនៅការដែលសាងអំពើល្អតទៅទៀតដើម្បីឲ្យកើតមានធនធាននឹងល្អក្នុងការដែលយើងមានធនធានក្នុងការដែលរស់នៅចេះចែកម្លែកគ្នាផ្ដល់ក្តីស្រឡាញ់គ្នានឹងជារឿងមួយដែលយើងចង់បានទាំងអស់គ្នាហើយពិភពលោកក៏ចង់បានធនធានដែលល្អមនុស្សដែលល្អដែលកើតឡើងដែរមិនមែនការដែលកើតបានមនុស្សអាក្រក់ដែលសាងបាបកម្មឬក៏បំផ្លិចបំផ្លាញជីវិតគេបំផ្លិចបំផ្លាញទ្រព្យសម្បត្តិគេឬក៏បំផ្លិចបំផ្លាញអ្វីផ្សេងសពបែបយ៉ាងអញ្ចឹងទៅធ្វើឲ្យពិភពលោកក៏វាមានបញ្ហាមានសង្គ្រាមអីផ្សេងដែរហើយយើងទាំងអស់គ្នាយើងចង់រស់នៅលើពិភពលោកដែលមានសន្តិភាពសុខសប្បាយមានសេរីភាពហើយក៏បង្កើតនៅគ្រួសារដែលមានសុភមង្គលផងដែរអញ្ចឹងទៅខ្ញុំគិតថាប្រធានបទមួយនេះគឺខ្ញុំបានចែកម្លែកទៅកាន់បងប្អូនហើយក៏ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តព្រោះថាអត្ថន័យនៃជីវិតផងយើងនឹងការដែលរស់នៅមានជីវិតមកដល់សប្តាហ៍នេះហើយយើងចេះបន្តទៅមុខហ្នឹងគឺសេចក្តីល្អហ្នឹងឯងសេចក្តីល្អហ្នឹងគឺយើងធ្វើបានគ្រប់គ្នាផងដែរអញ្ចឹងទៅខ្ញុំគិតថាបងប្អូនដែលកំពុងតែសាបឬក៏អ្នកដែលបានរស់នៅក្នុងសម័យកាលដែលក្រោយហ្នឹងគឺគាត់អាចនឹងដើរទៅលើផ្លូវល្អហើយបានសាងល្អពីក្មេងរហូតដល់ចាស់ស្លាប់ទៅគឺវាមានអត្ថន័យល្អសម្រាប់ពួកគាត់គឺគាត់មានអារម្មណ៍សប្បាយចិត្តផងដែរហើយយើងអ្នកដែលគាត់កំពុងសាងអាក្រក់ហ្នឹងគាត់ឈប់នៅការដែលសាងអាក្រក់ហ្នឹងជាងាកមកចាប់នៅការដែលសាងល្អសាងអ្វីដែលល្អចេះចែកអ្នកដទៃជួយអ្នកដទៃផងដែរចឹងទៅប្រធានបទមួយនេះគឺខ្ញុំបានចែកម្លែកតែប៉ុណ្ណឹងយើងនឹងបន្តនៅវគ្គក្រោយៗទៀតដែលយើងអាចនឹងមានអារម្មណ៍អ្វីដែលអាចនឹងជួយទៅកាន់បងប្អូនដែលកំពុងតែជួបនឹងបញ្ហាឬក៏វិបត្តិឬក៏អីរឿងផ្សេងខ្ញុំនឹងព្យាយាមចែកម្លែកទៅលើអ្វីដែលខ្ញុំបានឆ្លងកាត់ខ្ញុំបានជួបខ្ញុំបានមើលឃើញនៅអ្វីដែលយើងរស់នៅក្នុងសម័យកាលមួយចឹងវាតែងតែមានជួបហើយអញ្ចឹងទៅប្រធានបទមួយនេះខ្ញុំសូមអរគុណតែប៉ុណ្ណឹង